យើងត្រូវធ្វើការជាមួយមនុស្សច្រកពោះដោយរបៀបណាដើម្បីកុំឲ្យពុះចិត្តឬធ្វើបាបយើងបានកន្លែងការងារមានសត្វពស់ច្រើនពេករហូតធ្វើឲ្យអ្នកខ្លះចង់ប្តូរកន្លែងការងារបច្ចុប្បន្នប្រភេទមនុស្សច្រកពោះវាមាននៅគ្រប់ទីកន្លែងទាំងអស់ហ្នឹងបងប្អូនចង់គេចទៅណាក៏មិនផុតដែរនៅក្នុងពិភពការងារមិនថាបងប្អូនដូរទៅក្រុមហ៊ុនតូចឬក្រុមហ៊ុនធំលំដាប់ជាតិឬក៏អន្តរជាតិឡើយមនុស្សច្រកពោះចាំតែចាក់យើងពេលយើងភ្លេចខ្លួនគឺតែតែមានវត្តមានជានិច្ចការរត់គេចពីកន្លែងមួយទៅកន្លែងមួយគ្រាន់តែដើម្បីគេចពីមនុស្សបែបនេះវាមិនមែនជាដំណោះស្រាយទេព្រោះវាគ្រាន់តែជាការបដូរពីរូងពុះមួយទៅរូងពុះមួយទៀតតែប៉ុណ្ណោះអ្វីដែលបងប្អូនត្រូវធ្វើមិនមែនជាការរត់គេចនោះទេតែគឺជាការរៀនធ្វើការជាមួយវាហើយបន្សាបពឹសរបស់វាវិញតែយើងត្រូវធ្វើការជាមួយមនុស្សច្រកពោះដោយរបៀបណាដើម្បីកុំឲ្យពុះចិត្តឬធ្វើបាបយើងបាននេះជាយុទ្ធសាស្ត្រទាំង4ដែលក្មេងៗថ្មីថ្មោងគួរតែចេះទី1រក្សាកម្រិតអាជីពត្រូវចាំថាកន្លែងធ្វើការមិនមែនជាកន្លែងស្វែងរកមិត្តភក្តិស្លាប់រស់នោះទេជាមួយមនុស្សប្រភេទច្រកពោះបងប្អូនត្រូវនិយាយនិងតាក់ទងគ្នាត្រឹមតែរឿងការងារបានហើយដាច់ខាតកុំចែករំលែករឿងផ្ទាល់ខ្លួនអាចខកបាំងគ្រួសារឬការមិនពេញចិត្តណាមួយទៅកាន់ពួកគេអីសោះព្រោះរាល់ព័ត៌មានដែលយើងនិយាយចេញទៅថ្ងៃណាមួយវានឹងក្លាយទៅជាអាវុធត្រឡប់មកចាក់យើងវិញជាមិនខានទី2ធ្វើការដោយមានភ័ស្តុតាងចំណុចពិសេសរបស់មនុស្សច្រកពោះគឺចូលចិត្តចាប់កំហុសនិងទម្លាក់កំហុសដូច្នេះវិធីការពារខ្លួនដ៏ល្អបំផុតគឺត្រូវច្បាស់លាស់ជាមួយនឹងការងារធ្វើអីក៏ដោយត្រូវរក្សាភ័ស្តុតាងធ្វើបែបនេះគឺដើម្បីការពារខ្លួនពីការទម្លាក់កំហុសនៅពេលក្រោយទី3ប្រើសមត្ថភាពលទ្ធផលការងារជាខែលមនុស្សច្រកពោះចូលចិត្តចាំចាប់កំហុសនិងជន់ពន្លិចអ្នកដទៃជានិច្ចជាពិសេសគឺក្មេងៗថ្មីៗនឹងឯងប៉ុន្តែប្រសិនបើលទ្ធផលការងាររបស់បងប្អូនល្អឥតខ្ចោះព្រោះការមានទំនួលខុសត្រូវនិងទាន់ពេលវេលានោះពួកគេនឹងគ្មានឱកាសរកលេសអ្វីមកធ្វើបាបឬបង្កាច់បង្ខូចបងប្អូននៅចំពោះមុខថ្នាក់លើបានឡើយសមត្ថភាពគឺជាខែលការពារខ្លួនដ៏រឹងមាំបំផុតនៅកន្លែងធ្វើការទី4កុំប្រើអារម្មណ៍តបតចំណុចត្រង់នេះពេលខ្លះបងក៏ពិបាកទប់អារម្មណ៍ដែរប៉ុន្តែបងត្រូវទន្ទិញពាក្យថា calm down ព្រោះគោលបំណងធំបំផុតរបស់មនុស្សច្រកពោះគឺចង់ឃើញយើងខឹងសម្បាបាត់បង់ម្ចាស់ការឬ stress រហូតដល់ធ្វើការខុសឆ្គងអ្វីដែលបងប្អូនត្រូវធ្វើគឺរក្សាភាពស្ងប់ស្ងាត់ញញឹមហើយឆ្លើយតបទៅវិញដោយវិជ្ជាជីវៈការមិនតបតដោយប្រើអារម្មណ៍ខឹងគឺជាការបន្សាបពឹសដ៏ឈឺចាប់បំផុតសម្រាប់ពួកគេសម្រាប់បងប្អូនជំនាន់ក្រោយដែលកំពុងទស្សនាវីដេអូនេះប្រសិនបើបងប្អូនត្រូវតែចូលធ្វើការហើយត្រូវជួបបរិយាកាសសម្ពាធនឹងមនុស្សបែបនេះសូមកុំទាន់អាបាក់ទឹកចិត្តអីចូលគិតថាកន្លែងការងារដំបូងដែលពោរពេញដោយមនុស្សច្រកពោះវាមិនមែនជាសំណាងអាក្រក់ទេប៉ុន្តែវាគឺជាសាលារៀនជីវិតដ៏ល្អបំផុតវាជួយឲ្យយើងស្គាល់ល្បិចមនុស្សលឿនជាងអ្នកដទៃវាជួយបណ្ដុះស្មារតីឲ្យយើងរឹងមាំជាងមុនត្រូវចាំពាក្យមួយឃ្លានេះទុកបើបងប្អូនអាចរស់រានមានជីវិតនិងជោគជ័យ